សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមាន4សំណួរសំខាន់ដែលពាក់ព័ន្ធនឹងការប្រឡងចូលនគរបាលតោះទៅជាមួយខ្ញុំទាំងអស់គ្នាគេសួរថាដូចម្ដេចដែលហៅថានគរបាលតោះអញ្ចឹងយើងទៅមើលចម្លើយទាំងអស់គ្នាខ្ញុំបានរៀបចំហើយចម្លើយនគរបាលសំដៅដល់កងកម្លាំងមានសមត្ថកិច្ចដែលរាជរដ្ឋាភិបាលបង្កើតឡើងដែលមានភារកិច្ចចម្បងដើម្បីជួយថែរក្សាការពារសន្តិសុខសុវត្ថិភាពសង្គមការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីការពារអាយុជីវិតទ្រព្យសម្បត្តិសិទ្ធិសេរីភាពនិងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋព្រមទាំងជាបុគ្គលដែលគោរពច្បាប់និងប្រតិបត្តិច្បាប់ចំពោះសំណួរទី2តើនគរបាលជាតិកម្ពុជាត្រូវបានបង្កើតឡើងនៅក្នុងថ្ងៃខែឆ្នាំណាតោះយើងទៅមើលចម្លើយទាំងអស់គ្នានគរបាលជាតិត្រូវបានបង្កើតឡើងក្រោមស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះមហាវីរក្សត្រព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋនៅថ្ងៃទី16ខែឧសភាឆ្នាំ1945សំណួរទី3តើអ្វីខ្លះដែលនគរបាលត្រូវយល់ដឹងយើងទៅមើលចម្លើយទាំងអស់គ្នាចម្លើយនគរបាលត្រូវយល់ដឹងអំពីជំនាញពាក់ព័ន្ធច្បាប់រដ្ឋធម្មនុញ្ញក្រមព្រហ្មទណ្ឌក្រមនីតិវិធីព្រហ្មទណ្ឌក្រមរដ្ឋបវេណីក្រមនីតិវិធីរដ្ឋបវេណីសិទ្ធិមនុស្សគោលការណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលនិងច្បាប់ផ្សេងព្រោះនគរបាលគឺជាកងកម្លាំងប្រតិបត្តិច្បាប់មានសិទ្ធិមានអំណាចបង្ខំមនុស្សទូទៅឲ្យគោរពច្បាប់ដើម្បីឲ្យមនុស្សទូទៅគោរពប្រតិបត្តិច្បាប់បានល្អនគរបាលត្រូវធ្វើជាគំរូគេក្នុងការគោរពច្បាប់ដើម្បីឲ្យកិច្ចប្រតិបត្តិការរបស់ខ្លួនសម្រេចបានជោគជ័យល្អប្រសើរនគរបាលដែលធ្វើការពាក់ព័ន្ធលើមុខជំនាញផ្នែកណាត្រូវស្ទាត់ជំនាញផ្នែកនោះដើម្បីឲ្យកិច្ចប្រតិបត្តិការរបស់នគរបាលធានាសុវត្ថិភាពនគរបាលត្រូវចេះបច្ចេកទេសអន្តរាគមន៍វឹកហាត់ឲ្យស្ទាត់ជំនាញទាំងវិធីប្រតិបត្តិការក្បាច់គុណនិងយល់ច្បាស់អំពីកលៈទេសៈដែលអាចប្រើប្រាស់កម្លាំងនិងអាវុធចំពោះសំណួរទី4តើអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃត្រូវបានបង្កើតឡើងនៅថ្ងៃខែឆ្នាំណាចម្លើយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃត្រូវបានបង្កើតតាមអនុក្រឹត្យលេខ27អនក្របកចុះនៅថ្ងៃទី18ខែមករាឆ្នាំ2002នេះគឺជា4សំណួរត្រៀមនៅក្នុងការប្រឡងចូលជាមន្ត្រីនគរបាលអញ្ចឹងបងប្អូនដែលបានមើលវីដេអូនេះហើយកុំភ្លេចចុចវាស្កប់ដើម្បីយកប៊ិចមកគាត់នៅសំណួរនិងចម្លើយទាំង4នេះដើម្បីយើងយកទៅទន្ទិញត្រៀមនៅក្នុងការប្រឡងចូលនគរបាលវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាចង់បាននៅសំណួរផ្សេងទៀតពាក់ព័ន្ធនឹងការប្រឡងចូលមន្ត្រីនគរបាលសូមជួយចុចនៅ follow ឬ subscribe នៅ YouTube Channel របស់ខ្ញុំបានម្នាក់មួយផង